សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សសម័យនេះជួបជាញឹកញាប់គឺអង្គុយយូរជាពិសេសសម្រាប់អ្នកធ្វើការការិយាល័យអ្នកប្រើកុំព្យូទ័រឬទូរស័ព្ទរៀងរាល់ថ្ងៃអង្គុយយូរមិនត្រឹមតែធ្វើឲ្យឈឺខ្នងប៉ុណ្ណោះទេវាក៏អាចប៉ះពាល់ដល់សុខភាពទូទៅដូចជាឈឺកក្បាលឈឺសន្លាក់នឹងធ្វើឲ្យរាងកាយខ្សោយដូច្នេះថ្ងៃនេះខ្ញុំនឹងបង្ហាញលំហាត់ងាយៗដែលអ្នកអាចធ្វើបាននៅកន្លែងធ្វើការឬនៅផ្ទះលំហាត់ទី1គឺការដូរទម្រង់អង្គុយមុននឹងហាត់ប្រាណអ្នកត្រូវតែអង្គុយឲ្យត្រឹមត្រូវសិនអង្គុយឲ្យខ្នងត្រង់ជើងដាក់លើដីនិងគុំកោងខ្នងនេះជាគន្លឹះដំបូងដើម្បីបន្ថយការឈឺលំហាត់ទី2គឺ neck stretch យឺតបង្វិលក្បាលទៅខាងឆ្វេងកាន់5វិនាទីបន្ទាប់មកទៅខាងស្ដាំធ្វើ5ដងវាជួយបន្ថយការតឹងកលំហាត់ទី3គឺ shoulder roll លើកស្មាឡើងបង្វិលទៅក្រោយយឺតធ្វើ10ដងបន្ទាប់មកបង្វិលទៅមុខវាជួយបន្ថយការឈឺស្មាលំហាត់ទី4គឺ back stretch អង្គុយត្រង់លើកដៃឡើងលើបន្ទាប់មកទាញខ្លួនទៅមុខយឺតកាន់5ទៅ10វិនាទីវាជួយបន្ថយការឈឺខ្នងលំហាត់ទី5គឺ twist អង្គុយត្រង់បង្វិលខ្លួនទៅខាងឆ្វេងកាន់5វិនាទីបន្ទាប់មកទៅខាងស្ដាំវាជួយឲ្យខ្នងបត់បែនល្អលំហាត់ទី6គឺ leg stretch លើកជើងមួយត្រង់ចេញកាន់5វិនាទីបដូរជើងវាជួយឲ្យឈាមហូរល្អលំហាត់ទី7គឺឈរនិងដើររៀងរាល់30នាទីសូមឈរឬដើរបន្តិចវាជាលំហាត់សាមញ្ញតែមានប្រយោជន៍ខ្លាំងឥឡូវនេះសំណួរមកវិញតើយើងគួរធ្វើលំហាត់ប៉ុន្មានដងអ្នកអាចធ្វើ2ទៅ3ដងក្នុងមួយថ្ងៃមិនចាំបាច់ចំណាយពេលយូរតែត្រូវធ្វើជាប្រចាំចំណុចសំខាន់មួយកុំអង្គុយជាប់ជានិច្ចរាងកាយយើងត្រូវការចលនាបើអ្នកអង្គុយយូរវាអាចបង្កជាបញ្ហាសុខភាពយូរអង្វែងសរុបវិញលំហាត់តូចអាចជួយការពារសុខភាពបានយ៉ាងខ្លាំងអ្នកមិនចាំបាច់ទៅហាត់ជីមទេគ្រាន់តែចាប់ផ្ដើមពីអ្វីតូចនៅកន្លែងដែលអ្នកស្ថិតបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ